ថ្ងៃនេះមានអារម្មណ៍ថាដូចជាក្លៀនរបស់ជូហិលអីចឹងបងប្អូនបានឥឡូវខ្ញុំសម្រាប់ចិត្តធ្វើស្ងោរជ្រក់សាច់គោធ្វើឲ្យហត់ទឹកបែកញើសខ្ចាយអីចឹងបងប្អូនបាទមកឆ្នាំងនេះគឺថាបើកម្លាំងខ្លាំងណាស់បងប្អូនអីបងប្អូនអត់ជឿមកសាកធ្វើជាមួយខ្ញុំធានាថាបើកម្លាំងព្រឹតែម្ដងមកធ្វើការហត់បានហត់ជូហិលបែបនេះទៀតគឺថាមានកម្លាំងព្រឹតែម្ដងបងប្អូនហើយគ្រឿងផ្សំស្ងោរជ្រក់នេះដែរគ្មានអ្វីច្រើននៅនឹងសាំញ៉ាំទេបងប្អូនបាទមានតែគល់ត្រីរំដេងបាទស្លឹកក្រូចខ្ទឹមក្រហមខ្ទឹមបារាំងអីចឹងទៅបងប្អូនមានផ្សិតមានអីក៏បន្ថែមបន្ថយតាមនឹងដែរបងប្អូនជួយចិត្តអីចឹងទៅបងប្អូនបាទបងស្រែកច្រៀងដេចនាងយំដេញស្រីយំខាងនឹងខ្ញុំឬខាងអ្នកណាបងស្រែកច្រៀងដេចនាងយំហើយចំណែកសាច់គោនេះដែរគឺថាយើងប្រើជាសាច់គោផុយបងប្អូនបាទហើយបើសិនជាមានកន្លែងស្វិតហ្នឹងយើងជាវាចេញបងប្អូនបាទជាវាចេញយើងយកតែសាច់សុទ្ធទេហើយយើងហាន់វាស្ដើងមកងាយស្រួលដល់ពេលយើងដាក់ធ្វើទៅវាងាយនឹងឆាប់បានញ៉ាំអញ្ចឹងបងប្អូនបានហើយស្ងោរជ្រក់សាច់គោនេះដែរយើងដល់ពេលយើងហាន់ស្ដើងចេះហើយយើងកុំដាក់យូរបងប្អូនខ្លាចវាឆ្អិនវាអត់ឆ្ងាញ់ទេដល់ពេលណាដែលវាឆ្អិនពេកវាអត់ឆ្ងាញ់ទេអញ្ចឹងយើងដាក់វាស្ពប់ទៅហើយយើងបង់គ្រឿងថែមថយស្ករបច្ចេកតាមបងប្អូនចូលចិត្តអីចឹងទៅបងប្អូនហើយថ្ងៃនេះដែរយើងប្រើសាច់គោប្រហែលជា2 ទៅ 3 ខាំបងប្អូនបាទហើយបន្ទាប់មកក៏យើងចាប់ផ្ដើមដាក់ដាំទឹកវាដាំទឹកហើយទឹកពុះយើងចាប់ផ្ដើមបង់បានជាមួយនឹងគល់ក្រៃស្លឹកក្រូចម្ដេងអីទៅបាទហើយបន្ទាប់មកក៏យើងដាក់សាច់ស្វិតដែលយើងហាន់ចោលមិញបងប្អូនកុំចោលបងប្អូនបាទយើងយកមកដាក់ក្នុងទឹកសឡទឹកស៊ុបហ្នឹងទៅបងប្អូនបាទហើយយើងថែមថយមានដុំស៊ុបមានស្ករមានប៊ីចេងបាទបង់វាទៅលក់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនចង់ទៅបងប្អូនបាទហើយមុខម្ហូបនេះដែរគ្មានប្រើពេលវេលាយូរទេបងប្អូនត្រឹមតែ2 ទៅ 3 នាទីហ្នឹងគឺឆ្អិនបានញ៉ាំហើយបងប្អូនហើយបើកម្លាំងថែមទៀតបងប្អូនបាទហើយបន្ទាប់ពីយើងបង់ស្ករប៊ីចេងម្សៅស៊ុបដុំស៊ុបរួចហើយគឺយើងថែមជាមួយនឹងទឹកត្រីបន្តិចផងដែរបងប្អូនបាទបងប្អូនបើអត់ចង់ដាក់ទឹកត្រីក៏ទៅបាទបង់ជាអំបិលអីចឹងទៅបាទហើយបន្ទាប់មកក៏យើងចាប់ផ្ដើមដាក់ជាមួយនឹងផ្សិតចំបើងបន្តិចបងប្អូនបាទស្ងោរជ្រក់នេះដែរបើសិនជាបងប្អូនក៏អត់ដាក់ផ្សិតក៏អត់អីដែរបងប្អូនបាទតាមចំណង់ចំណូលចិត្តបងប្អូនជាទៅអញ្ចឹងបងប្អូនហើយបន្ទាប់មកយើងបង់ជាមួយនឹងខ្ទឹមបារាំងខ្ទឹមក្រហមចូលទៅបងប្អូនយើងកូរវាត្រឡប់ចុះត្រឡប់ឡើងឲ្យស្ពប់បន្តិចទៅបាទចាំយើងភ្លុកហើយថែមថយគ្រឿងស្ករប៊ីចេងអីទឹកត្រីអីទៅតាមនឹងទៀតទៅបងប្អូនបាទហើយបន្ទាប់ពីវាពុះហើយមកបន្តិចហើយយើងចាប់ផ្ដើមដាក់សាច់គោយើងចូលផងដែរបាទហើយសាច់គោនេះដែរយើងកុំទុកវាយូរបងប្អូនកូរវាត្រឡប់ចុះត្រឡប់ឡើងពីត្រឡប់ហ្នឹងទៅឲ្យវាស្ពបតិចទៅហើយយើងបិទភ្លើងបាទបិទភ្លើងដាក់ជាមួយនឹងជីបាទជីសក់មុខហ្មងជីម្ណាជីអំបងស្លឹកខ្ទឹមអីហ្នឹងបងប្អូនបាទយើងដាក់វាមកដើម្បីបង្កើននៃធុំក្លិនឈ្ងុយអីចឹងបងប្អូនហើយបន្ទាប់មកក៏យើងថែមជាមួយនឹងម្ទេសបាទបងប្អូននៅពេលដែលយើងដាក់ម្ទេសខ្ជិលនេះទៅហើយយើងបុកខ្លះចឹងទៅគឺថាជាតិខ្លាំងមែនទែនហើយបងប្អូនបើសិនជាអត់ចូលចិត្តម្ទេសទេក៏អត់ដាក់ទេបងប្អូនអាចចាំដាក់ខំបានដែរបងប្អូនហើយខ្ញុំគឺថារឿងហឹលនេះគឺត្រូវហើយបងប្អូនបាទហើយឥឡូវនេះស្លរបស់យើងបាទស្ងោរជ្រក់សាច់គោរបស់យើងគឺបានឆ្អិនហើយបងប្អូនហើយយើងចាប់ផ្ដើមដួសដាក់ចានញ៉ាំតែម្ដងហើយក៏សូមអរគុណបងប្អូនទាំងគ្នាសម្រាប់ការទស្សនាបាទតាំងពីដើមរហូតមកដល់ចប់ហើយកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតនៅថ្ងៃខាងមុខអីចឹងបងប្អូនថ្ងៃមុខទៀតអីចឹងបងប្អូនបាទហើយអរគុណបងប្អូនទាំងអស់គ្នាវីដេអូនេះក៏មកដល់ទីបញ្ចប់សូមជូនពរបងប្អូនទាំងគ្នាសុខសប្បាយ